អាត្មាភាពមានការលើកឡើងនៅរឿងពីរចំណុចជាប់តាក់ទងនៅក្នុងតម្លៃនៃសាសនាមួយហើយនឹងតម្លៃនៃប្រពៃណីមួយអញ្ចឹងជាដំបូងហ្នឹងនិយាយពីតម្លៃនៃសាសនាមុនតម្លៃនៃសាសនាស្ថិតនៅក្នុងត្រង់ថាក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គចម្រើនពរញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលបានមកជួបជុំគ្នាក្នុងរោងបុណ្យបាទហើយក្នុងថ្ងៃនេះជាថ្ងៃមួយដែលញាតិញោមពុទ្ធបរិស័ទបានធ្វើបុណ្យតេកេណានុពទានឧទ្ទិសចំពោះបព្វការីជនហើយក៏ជាថ្ងៃមួយគៀកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយក៏បានមានការលៃលកពេលវេលាឲ្យមានតម្លៃក្នុងការបំពេញបុណ្យហ្នឹងហើយបានចាត់ចែងនៅធម្មទេសនាបាទហ្នឹងហើយអាត្មាក៏បានទទួលដំណឹងមួយរយៈដែរហើយប្រូក្រាមញោមធ្លាប់យកឲ្យកាលនោះក៏មិនបានយកមកភ្ជាប់ជាមួយហ្នឹងហើយអញ្ចឹងបុណ្យនេះគឺបុណ្យចម្រើនបច្ចុប្បន្នអាយុនិងបច្ច័យ4បាទហ្នឹងហើយដែលធ្វើឡើងជូនចំពោះលោកឪពុកសួមគុយអ្នកម្ដាយឈឹមញ៉ាញ់នឹងឧទ្ទិសកុសលផលបុណ្យចំពោះលោកតាសួមលោកយាយវឹងបាទហើយនឹងតាឈឹមយាយញ៉ាញ់យាយយិញបាទព្រមទាំងញាតិកាទាំង7សន្តានក្នុងសង្សារវដ្តជាហោហែដែលញាតិញោមបានធ្វើបុណ្យធ្វើកុសលហើយពិធីបុណ្យចម្រើនបច្ចុប្បន្នអាយុនេះគឺសំដៅទៅដល់ចេតនាជាអង្គហេតុនៃកូនចៅប្រស្រីដែលធ្វើឡើងចំពោះអ្នកមានគុណដែលលោកពោលថាជាបុណ្យខែភ្លឺមានន័យថាជាពាក្យមួយសម្រាប់កូនចៅប្រស្រីទាំងអស់ដែលគាត់មានសទ្ធាហើយគាត់ក៏ជឿថាគុណរបស់មេត្តានិងបិតាហ្នឹងពិតជាមានហើយក៏ប្រារព្ធនៃពិធីចម្រើនបច្ចុប្បន្នអាយុនោះតាមរយៈការធ្វើទានរក្សាសិលហ្នឹងហើយកិច្ចការងារនៅក្នុងពិធីបុណ្យចម្រើនបច្ចុប្បន្ននោះគឺមានការជំរះនៅហៅថាចំអះទឹកឬក៏ហៅថាស្រោចស្រពសគុណវរីមែនទេទៅពាក្យថាស្រោចស្រពសគុណវរីប្រើចំពោះមនុស្សរស់ហើយអាត្មាពោលពាក្យមិញថាចំអះទឹកហ្នឹងអាហ្នឹងសម្រាប់ទៅសពទេញោមបាទអញ្ចឹងយើងនៅក្នុងហ្នឹងមានកិច្ចការធ្វើនៅសគុណវរីចំពោះព្រះរស់ហើយនឹងបានជូននៅសម្លៀកបំពាក់ថ្មីដល់គាត់ជូនបច្ច័យផ្សេងដល់គាត់កិច្ចការងារប៉ុណ្ណឹងយើងហៅថាបុណ្យចម្រើនបច្ចុប្បន្នហើយបុណ្យបច្ច័យ4គឺជាចេតនាមួយដែលញាតិញោមពុទ្ធបរិស័ទធ្វើឡើងនឹកឃើញថាចង់ទំនុកបំរុងនៅបច្ច័យទាំង4មានជ័យវរៈជ័យវរៈនឹងសំដៅដល់របស់ស្លៀកដូចអាត្មាកំពុងក្រងរបស់ស្លៀករំដំពាក្យជ័យវរៈមួយម៉ាត់នៅក្នុងពុទ្ធសាសនារបស់យើងលោកបែងចែកជាជ័យវរៈរបស់ពួកសាមណៈមួយប្រភេទហើយនឹងជ័យវរៈសម្លៀកបំពាក់របស់ញាតិញោមនឹងក៏ហៅថាជាជ័យវរៈដែរក៏ប៉ុន្តែយើងងាយស្រួលក្នុងការយល់ហៅថាស្បង់ស្បៃចីវររបស់ព្រះសង្ឃហើយញាតិញោមសម្លៀកបំពាក់តែទាំងស្បង់ស្បៃចីវរហើយនឹងសម្លៀកបំពាក់របស់ញាតិញោមគឺជាជ័យវរៈអញ្ចឹងសួរថាយើងធ្វើនៅជ័យវរៈទានហ្នឹងយើងអាចធ្វើតែសម្ដៅទៅដល់ថាយើងត្រូវមានរបស់ក្រហមកណាត់ក្រហមជាស្បង់ជាចីវរប្រគេនចំពោះសង្ឃហៅថាជ័យវរៈឬក៏ថាញាតិញោមមានសម្លៀកបំពាក់ល្អជូនចាស់ឈ្មោះថាជាជ័យវរៈទានដែរឬទេ
នោះក៏ឈ្មោះថាជាជ័យវរៈដែរណាញោមតើណាញោមនៅញោមមានលុយមានអីមកពីស្រុកធ្វើការងារបងប្អូនប្រុសបងស្រីអីមានលុយអីទិញខោអាវថ្មីជូនយាយតាណាត្រូវជាតកូលរៀមច្បងអីហ្នឹងយកមកជូនគាត់ឈ្មោះថាធ្វើជ័យវរៈដែរនឹងបច្ច័យទី1ណាទី2បណ្ឌបានបាទចឹងបណ្ឌបាននេះអត់បែងចែកជាប្រភេទបណ្ឌបានរបស់ព្រះសង្ឃឬក៏ញាតិញោមអីទេគឺជាភោជនដូចគ្នាវាខុសគ្នាត្រង់ថាប្រសិនបើញាតិញោមចង់ប្រគេនផាត់ចំពោះព្រះសង្ឃញាតិញោមត្រូវនិមន្តព្រះសង្ឃមកពីវត្តណាហើយត្រូវធ្វើផាត់ឲ្យរួចមុនហ្នឹងហើយធ្វើផាត់ឲ្យរួចមុនឧទាហរណ៍ថាញាតិញោមចង់ប្រគេនផាត់អាត្មាញាតិញោមមុនមកដល់ផ្ទះហើយខ្ញុំកណាអាត្មាមកដល់ផ្ទះមុនព្រះសង្ឃឡើងផ្ទះហើយខាងក្រោមផ្ទះមានរោងមន់ហើយស្អែកខ្ញុំកណាមន់មកឆាន់មន់ដុតនៅផ្ទះហ្នឹងអញ្ចឹងអាត្មាក៏ដឹងតែមន់ដុតប្រកាសជាមន់ក្រោមផ្ទះហ្នឹងហើយអញ្ចឹងការនិមន្តបែបហ្នឹងអត់ត្រូវទេញោមណាអត់ប្រព្រឹត្តទៅជាបណ្ឌបាតទេពីព្រោះជាផាត់មានសេចក្តីមិនបរិសុទ្ធចំពោះការធ្វើតែសម្រាប់ញាតិញោមអត់ទេញោមសម្រាប់ទាំងអស់គ្នាហូបទាំងអស់គ្នាពាក្យមួយថាបានទាំងបុណ្យបានទាំងបាបហ្នឹងហើយអញ្ចឹងបណ្ឌបាតនេះគឺអាត្មានិយាយថាបណ្ដានៃភោជនទាំងអស់មានបាយទឹកនំចំណីទាំងអស់ដែលបងប្អូនចាត់ចែងជូនលោកឪពុកនិងម្ដាយដើម្បីកុំឲ្យមានបាបណាដល់ម្ដាយយើងធ្វើឲ្យដោយប្រសង់ដែរទៅហ្នឹងហើយនៅមួយម្ដាយនៅមួយយាយកុំសម្លាប់មន់សម្លាប់ទីឲ្យគាត់ឃើញជួនកាលគាត់កាន់សិល5ញោមខ្លះគាត់សៅម៉ងដែរគាត់រង្គៀសចិត្តខំកាន់សិលយូរហើយញោមខ្លះនៅមួយកូនយូរហើយសម្លាប់មន់ទៅអញស៊ីជាមួយគ្នាញោមមែនទេញោមប៉ុន្តែចង់ឲ្យញោមនៅកម្ដៅការពារនៅពោះតូចពោះធំញោមហ្នឹងហើយអញ្ចឹងបើសេនាសនៈបច្ច័យយើងសម្លឹងមកមើលប្រសងគឺបានដល់បាតតំណប់ជើងក្តីបាទឬក៏ក្រេក្តីណាតុកក្តីរបស់ដែលលោកត្រូវគង់ក្នុងការប្រើប្រាស់ហើយការធ្វើសេនាសនៈបច្ច័យនេះវាអាស្រ័យទៅលើម្ចាស់ទានក្នុងការឆ្លាតណាញោមដូចប្រៀបធៀបញាតិញោមធ្វើបុណ្យមួយឪពុកម្ដាយអញ្ចឹងត្រូវមើលតាមកាលក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកាលណាដែលរដូវក្តៅក៏បីឲ្យនៅវត្ថុដែលទុនញោមវត្ថុដែលទុនហ្នឹងរបស់ដែលទុនស្ដើងដើម្បីឲ្យគាត់នឹងត្រជាក់ចោះរដូវត្រជាក់គួរឲ្យរបស់អីញោមគួរឲ្យរបស់ដែលក្រាស់បន្តិចទៅតាមកាលអញ្ចឹងកាលណាដែលយើងធ្វើបុណ្យជាមួយព្រះសង្ឃក្តីជាមួយពុកម្ដាយក្តីក៏ត្រូវមានការត្រេះរិះពិចារណាឲ្យបានល្អណាដើម្បីបានបុណ្យទី4គិលានអភេសជ្ជបច្ច័យមានន័យថាថ្នាំកាយរោគព្រះសង្ឃមានថ្នាំមានភេសជ្ជៈអីចឹងទៅហើយញាតិញោមមានថ្នាំលេបថ្នាំអីភេសជ្ជៈរបស់ប្រើប្រាស់ដើម្បីជួយសុខភាពចឹងបច្ច័យទាំងឡាយ4នេះនៅពេលដែលយើងធ្វើគ្រប់ប្រកេនចំពោះបដិគិហកៈមានស្បង់ស្បាយជីវរ1បាយទឹកនំចំណី2គ្រឿងប្រើប្រាស់ការពារណាក្តៅល្ងាពោះតូចពោះធំអីហ្នឹងណាជាគ្រឿងស្បែកជើងអីមួយក៏បានដែរហ្នឹងហើយនឹងថ្នាំកាយរោគទាំង4ហ្នឹងហៅថាជាបច្ច័យ4បណ្ដាលបច្ច័យ4នេះញាតិញោមព្
ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសត្វលោកទាំងអស់អាស្រ័យដូចគ្នាញោមសូម្បីតែព្រះសម្មាសម្ពុទ្ធក៏អាស្រ័យបច្ច័យ4ដែរដើម្បីរស់ណាគ្មានបុគ្គលណាមួយមិនមានទេញោមហ្នឹងហើយអញ្ចឹងបាននៅក្នុងកិច្ចនៃការសិក្សាព្រះអង្គឲ្យយើងត្រូវពិចារណាថាសត្វលោកទាំងអស់ចម្រើនឡើងបានមានអាយុចម្រើនបានការរស់នៅបានដោយស្រួលបានដោយសេចក្តីសុខព្រោះបច្ច័យ4ម្យ៉ាងវិញទៀតកូនចៅប្រុសស្រីដែលធំធាត់មកដល់វ័យមានប្តីនិងប្រពន្ធក៏ព្រោះតែពុកម្ដាយធ្វើនៅបច្ច័យ4គ្រប់គ្រាន់ដែរមិនឲ្យកូនមួយណាខ្វះហូបដើរស្រាតខ្មាស់គេទេញោមជាចុងក្រោយព្រះអង្គបញ្ជាក់ថាប្រសិនបើឪពុកម្ដាយទំនប់បំរុងយើងដោយបច្ច័យទាំងឡាយ4ដូច្នោះហើយក៏គប្បីតបគុណចំពោះលោកដោយបច្ច័យទាំងឡាយ4ដូចគ្នាតើនេះញោមហ្នឹងហើយបើតន់សូមអនុមោទនីតើនឹងមានន័យថាយល់ណាញោមណាហ្នឹងហើយយល់ថាបុណ្យចម្រើនបច្ចុប្បន្នយ៉ាងម៉េចកូនចៅអ្នកធ្វើបុណ្យហ្នឹងត្រូវដឹងបុណ្យបច្ច័យ4ហ្នឹងជាបុណ្យយ៉ាងម៉េចខ្លះហ្នឹងហើយពីព្រោះយើងជាអ្នកធ្វើបុណ្យយើងត្រូវដឹងពីគោលបំណងរបស់យើងជាអ្នកធ្វើនៅពេលដែលយើងដឹងពីគោលបំណងដឹងពីអ្វីដែលយើងត្រូវធ្វើញាតិញោមមានការគោរពនៅទូនាទីរបស់ខ្លួនតែថាបុណ្យហ្នឹងអញកិច្ចការងារណាអញត្រូវធ្វើត្រូវមកជួបជុំគ្នាហ្នឹងហើយកិច្ចការងារណាដែលត្រូវធ្វើមិនមែនថាយើងធ្វើបុណ្យត្រូវហត់ដល់អាចារ្យប៉ះញោមចាណាមដឹងញោមចាអាត្មាចាវត្តកោះកឡោស្ដីឲ្យខ្មាស់គេលើហ្នឹងហ្នឹងហើយវោកវាក់ហៅមិនមកអីអញ្ចឹងយើងអ្នកធ្វើបុណ្យត្រូវដឹងទូនាទីញោមហ្នឹងបើចាវត្តខ្លះគាត់ស្លូតមានអីគាត់ហៅទៀតហៅទៀតប៉ុន្តែប៉ះចាអាត្មាបានទេញោមហ្នឹងហើយវោកវាក់ស្ដីឲ្យមុខគេហ្នឹងអញ្ចឹងស្ដាប់ធម៌ត្រូវដឹងថានៅពេលដែលយើងដឹងពីកិច្ចការងារថាយើងធ្វើអីយើងបំពេញនៅអ្វីយើងត្រូវតែគោរពនៅទូនាទីរបស់យើងពីព្រោះយើងជាអ្នកប្រាថ្នានៅបុណ្យញោមនេះគឺជាសេចក្តីនៃបុណ្យដែលញាតិញោមកំពុងតែធ្វើណាអញ្ចឹងនៅក្នុងធម្មទេសនារបស់ខ្ញុំគណៈអាត្មាភាពភ្ជាប់មកនៅធម្មទេសដើម្បីជាការចម្រើនចិត្តហើយការចេះដឹងក្នុងពុទ្ធសាសនាអាត្មាភាពមានការលើកឡើងនៅរឿងពីរចំណុចជាប់តាក់ទងនៅក្នុងតម្លៃនៃសាសនាមួយហើយនឹងតម្លៃនៃប្រពៃណីមួយអញ្ចឹងជាដំបូងហ្នឹងនិយាយពីតម្លៃនៃសាសនាមុនតម្លៃនៃសាសនាស្ថិតនៅក្នុងត្រង់ថាមានទូនាទីដើរតួបង្រៀនពុទ្ធបរិស័ទឬក៏សាមណៈអ្នកបួសនឹងឲ្យដឹងបុណ្យដឹងបាបណាពាក្យបុណ្យមួយនិងបាបមួយបើយើងនិយាយជាភាសាខ្មែរមានន័យថាដឹងខុសនិងត្រូវនឹងឯងអញ្ចឹងនៅពេលដែលយើងកាន់ពុទ្ធសាសនាយើងដឹងថាណាមួយជាបុណ្យណាមួយជាបាបដោយថាញាតិញោមថ្វាយបង្គំពុកម្ដាយឈ្មោះថារលឹកនៅបុព្វការីប្រកាសនៅគុណរបស់មាតាបិតាឈ្មោះថាយើងបានធ្វើបុណ្យណាអញ្ចឹងយើងនឹកឃើញថាព្រះពុទ្ធសាសនាសរសើរបុគ្គលដែលដឹងគុណមាតានិងបិតាមួយទៀតរស់នៅចេះសង្គ្រោះគ្នាញោមណាចេះសង្គ្រោះបងប្អូនជួយយកអាសាគ្នានឹងក៏ជាមេរៀនរបស់សាសនាដែរសិតតែជារឿងបុណ្យហ្នឹងហើយត្រូវចេះសាមគ្គីគ្នាត្រូវចេះជួយគ្នាក្នុងការរស់នៅហ្នឹងត្រូវមានសង្ឃហធម៌ចំពោះគ្នានឹងគ្នាណានឹងបុណ្យហ្នឹងហើយប្រភេទនៃបុណ្យមានច្រើនណាការពោលពាក្យពិរោះក៏ជាបុណ្យការឲ្យវត្ថុក៏ជាបុណ្យការត្រេកអរបុណ្យរបស់អ្នកដទៃក៏ជាបុណ្យ
ណាការសមាទានសិលក៏ជាបុណ្យណាការប្រតិបត្តិចិត្តកុំឲ្យប្រទុះជាមួយនឹងបុគ្គលដទៃក៏ជាបុណ្យណាជាបាបខ្លះណាបាបបណ្ដាលនៃរឿងរ៉ាវដែលមិនប្រសើរញោមហ្នឹងហើយដូចជាយើងមិនបានប្រព្រឹត្តនៅការដឹងគុណមេដានិងបិតាណាហ្នឹងហើយបានធំពេញរូបពេញរាងមេដាបិតាពោលពាក្យហាមឃាត់ខ្លះប្រាប់ខ្លះកូនអើយទៅមកពីស្រុកឆ្ងាយស្រុកទេសយើងមិនសូវជាសម្បូរទេសាំងឡើងថ្លៃក៏មិនសូវចំណាយខ្ជិះខ្ជាយពេកទុកលុយទុកប្រាក់កាក់កូនឈឺកំណំគ្នាផឹកពេកស្ដីឲ្យម៉ែឪខ្លួនឯងម៉ែឯងក៏មិនចេះខ្ញុំអ្នករលុយខ្ញុំចង់ចាយមិនក៏បានដែរមានកូនអញ្ចឹងឯងញោមហ្នឹងហើយម៉ែនោះខំប្រាប់កូនអើយកុំខ្ជិះខ្ជាយពេកគាត់ខំគិតណាព្រោះក្រែងលុយចៅឈឺដល់ពេលអញ្ចឹងស្ដីពួយឲ្យជ្រុលស្វឹងស្រាពីកំប៉ុងផងលេងពួយណាខ្យល់បក់ដើរតិចរេមកចង្អុលមុខម៉ែចង្អុលមុខឪហ្នឹងហើយពេលខ្លះទៀតញោមចាស់ចាស់ប្រាប់កូនណាយនៅក្មេងកុំភ្លើតភ្លើនកុំមានសង្សារខ្មាស់គេណាខូចពូជម្បោកខូចសិលធម៌ដឹងថាដើរមួយគ្នាទៅលេបថ្នាំអីញោមចាក់ម៉ែឪឯងងាប់មែនទេញោមអានឹងបាបទេញោមហ្នឹងហើយសម្រាប់ប៉ះម្ដាយពុកឯងបង្កើតហ្នឹងមានទោសអីញោមញោមប៉ែតមានទោសអីញោមកូនសម្រាប់ពុកម្ដាយឯងអនន្តរិយកម្មញោមណាអានឹងយើងនិយាយពីទោសនៃបាបហ្នឹងហើយម៉ែឪហាមឃាត់តែកុំភ្លើតភ្លើនកុំមានសង្សារប៉ះពាល់ដល់កិត្តិយសគ្រួសារយើងហ្នឹងហើយហាមឃាត់ក្នុងហេតុផលរឿងល្អទេដឹងថាលេបថ្នាំមកពីណាសម្រាប់ម៉ែឪឯងញោមហ្នឹងហើយនឹងបាបណាញោមហ្នឹងហើយទោសហ្នឹងទោសក្នុងពុទ្ធសាសនាយើងប្រកាសជាគោរពកម្មទៅទៀតញោមគឺថាទៀងពីជាតិទី1ស្លាប់ពីជាតិនេះទៅគឺក្នុងអបាយភូមិណារីឯបាបដតីទៀតមិនប្រកាសទេញោមណាយើងមើលសំបីតែព្រះជាតិព្រះមហាមុគលានសម្លាប់ពុកម្ដាយខ្លួនឯងបានធ្វើបុណ្យក្រោយមកទៀតយ៉ាងសន្ធឹកញោមតែបុណ្យនឹងជួយអត់បានទេញោមជួយអត់បានទេដូចទេវតាអីហ្នឹងឃើញទេធ្វើគរុកម្មបំបីទាំងសង្ឃធ្វើនៅឈាមរបស់ព្រះសម្មាសម្ពុទ្ធឲ្យហូរចុះមកក្រោយមកទៀតភ្ញាក់ខ្លួនធ្វើបុណ្យកកោបហើយមិនមែនធ្វើបុណ្យជាមួយនឹងព្រះសង្ឃដូចអាត្មាទេជាមួយនឹងអរិយបុគ្គលទៅទៀតព្រះសង្ឃដ៏បរិសុទ្ធព្រះសង្ឃមានឫទ្ធិបារមីចង់មកផ្ទះញោមឈានដល់មកជំហានដល់ក៏មានដែរញោមអាត្មាទៅគេទៅដឹកឲ្យញាតិញោមត្រូវចាំហើយអញ្ចឹងវាយូរញោមប៉ុន្តែបននឹងជួយអត់បានទេញោមព្រោះទោសនឹងវាជាទោសធ្ងន់អញ្ចឹងរឿងថាពុកម្ដាយហាមឃាត់អីកូនចៅត្រូវដឹងហ្នឹងហើយតែមិនរក្សាចិត្តទេហ្នឹងគឺថាទៅប្រព្រឹត្តទុកទោសប្រមាថពុកម្ដាយខ្លួនឯងឬក៏រហូតទៅដល់សម្លាប់ហ្នឹងញោមហ្នឹងហើយបាបអញ្ចឹងតម្លៃនៃព្រះពុទ្ធសាសនាយើងនៅត្រង់ណាញោមតម្លៃពុទ្ធសាសនារបស់យើងគឺបង្រៀនកូនចៅអ្នកជំនាន់ក្រោយហ្នឹងឲ្យដឹងអំពីសេចក្តីល្អនិងសេចក្តីអាក្រក់ដឹងគុណដឹងទោសដឹងបុណ្យដឹងបាបហ្នឹងហើយគ្រប់ចាស់ទុំព្រឹទ្ធាចារ្យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាប់តេតងបុគ្គលមានពោ4យ៉ាងណាញោមដែលញោមចង់បានពោសពថ្ងៃញាតិញោមថាអូចង់បានបុណ្យណាស់ដែលពាក្យថាចង់បានពោចង់បានបុណ្យឬក៏ចង់បានពោជ័យហ្នឹងហើយពេលខ្លះញាតិញោមថាអីតើមានលុយទៅចូលបុណ្យបានពោជ័យតាមក៏ពិតមិនមែនទេញោមនេះកូនចៅប្រសិទ្ធស្ដាប់ធម៌ថ្ងៃនេះត្រូវតាមឲ្យតាន់កន្លែងហ្នឹងវាមិនពាក់ព័ន្ធនឹងរឿងទៅចូលបុណ្យទេតែបានពោជ័យហើយក៏មិនជាប់តាក់ទងទៅលោកស្រោចទឹកដែរ
ឬក៏ទៅជាប់តាក់ទងនឹងលោកណាមានបុណ្យបារមីដែលអត់មានជាប់តាក់ទងនឹងរឿងនឹងតតែសោះក្នុងពុទ្ធសាសនាយើងអត់មានពាក់ព័ន្ធនឹងរឿងនឹងទេញាតិញោមចង់បានពរជ័យទៅណាមានសេចក្តីសុខមានអាយុវែងមានទេវតាគោរពរាប់អានច្រើនណាញោមចម្រើនទាំងអាយុពណ៌សម្បុរមានសេចក្តីសុខទី1គោរពចំពោះសមណៈអ្នកបួសឧទ្ទិសចិត្តថាសមណៈអ្នកបួសនៅទីណាកន្លែងណាដែលលោកជាអ្នកតម្កល់ចិត្តល្អក្នុងព្រះសាសនាហើយនៅទិសខាងណាក៏ដោយគឺថាតែងតែគោរពញោមមិនបាច់ទៅដល់ទេណាតោះនេះញោមទី2គោរពចំពោះបុគ្គលចម្រើនទៅដោយវ័យឥឡូវយើងមើលក្នុងតកូលយើងអ្នកណាខ្លះចម្រើនដោយវ័យញោមគោរពចំពោះពុកម្ដាយណាគោរពចំពោះឪពុកធំម្ដាយធំចាស់ទុំត្រកូលរៀមច្បងក្នុងត្រកូលរបស់យើងការគោរពចំពោះបុគ្គលដែលចម្រើនដោយវ័យដោយចិត្តមិនមានការប្រមាថបុគ្គលហ្នឹងគឺអាយុវែងណាញោមណាជាតិបច្ចុប្បន្នក៏អាយុវែងតទៅបរលោកខាងនេះហ្នឹងក៏អាយុវែងដែរបុគ្គលហ្នឹងបានសំបុណ្យនឹងរហូតដល់កើតបានអាយុ1កោដឆ្នាំនៃផែនដីញោមតោះនេះញោមផែនដីយើងនេះមានអាយុរហូតដល់1កោដណាញោមឥឡូវយើងកំពុងខៃចុះឥឡូវនេះដែលញាតិញោមដឹងថាខៃចុះមកពីអីសត្វលោករស់នៅខ្វះគុណធម៌ខ្វះគុណធម៌ទៅអាយុខ្លីទៅអាយុខ្លីទៅតែបុគ្គលដែលមានចម្រើនដោយគុណធម៌កើតទៅអាយុវែងទៅអាយុវែងទៅអាយុវែងទៅរហូតដល់អាយុ1កោដប៉ុន្តែអាយុ1កោដហ្នឹងគឺថាបរិបូរដោយសេចក្តីសុខណាញោមមិនយើងឥឡូវកុំនិយាយ100ឆ្នាំយើងនិយាយតែ75ឆ្នាំចុះ75ឆ្នាំចុះហ្នឹងញាតិញោមសម្លឹងមើលតើពេលវេលាដែលយើងប្រមូលសេចក្តីសុខហ្នឹងមានពេលប៉ុណ្ណាពីកើតមកត្រឹម15ឆ្នាំក្រោមការគ្រប់គ្រងពុកម្ដាយដឹងក្តីយ៉ាងហោច17ឆ្នាំចុះបើ17ឆ្នាំហ្នឹងអត់តន់ដឹងអីសោះខាតពេលវេលាដល់អាយុ30ឆ្នាំ30ឆ្នាំភ្ញាក់ខ្លួនត្រឹមអាយុ50ឆ្នាំមានជំងឺបាត់មែនទេញោមអញ្ចឹងពេលវេលាដែលយើងដឹងខ្លួនឬក៏ពេលវេលាដែលយើងសប្បាយមានសេចក្តីសុខរបស់មនុស្សនឹងមានពេលវេលាតិចមែនទេមែនទេញោមមែនទេតិចអញ្ចឹងយើងត្រូវចម្រើនបុណ្យដើម្បីឲ្យយើងបានអាយុវែងទាំងបច្ចុប្បន្នយើងក៏ថាយ៉ាងហោចក៏ត្រឹមអាយុខៃ75ឆ្នាំអនុមោទនាបុណ្យរបស់ខ្លួនឯងប៉ុន្តែត្រូវសំថាបើទៅកាន់បរលោកខាងនេះយ៉ាងហោចណាបន្តអាយុនឹងឲ្យវែងទៅហ្នឹងហើយឲ្យកើតនៅក្នុងផែនដីចម្រើនវិញយើងបច្ចុប្បន្ននេះកើតនៅក្នុងផែនដីអីញោមផែនដីដែលធ្លាក់ចុះនឹងឯងនេះធ្លាក់ចុះគឺថាអាយុខៃចុះមិនចម្រើនទេហ្នឹងហើយហ្នឹងគឺថាបុណ្យអញ្ចឹងការគោរពចំពោះសមណៈអ្នកបួសត្រកូលរៀមច្បងអ្នកមានសិលណាញោមអ្នកមានសិលបុគ្គលណាក៏ដោយមានការចេះដឹងមានសិលគោរពពាក្យទូលមានទាំងអស់ហ្នឹងអញ្ចឹងកាលណាដែលយើងគោរពចំពោះបុគ្គលទាំងអស់ហ្នឹងអត់អស់លុយទេញោមបុគ្គលនោះគឺថាត្រាច់ទៅទីណារមែងចម្រើននៅក្នុងទីនោះកូនចៅទាំងអស់គ្នាទៅធ្វើការនៅទីណាក៏ដោយបើប្រកាសនៅក្នុងចិត្តល្អចិត្តស្អាតគោរពចំពោះអ្នកមានគុណអ្នកមានសិលហើយញាតិញោមទៅដល់ទីណាចម្រើនទីនោះញោមមិនអន្តរាយហើយញ៉ាំងទីនោះឲ្យចម្រើនទៅទៀតព្រោះយើងជាមនុស្សមានបុណ្យស្រេចទៅហើយអញ្ចឹងដល់ពេលនោះគឺថាពរជ័យនឹងអត់មានបាច់ចាំយើងទៅសុំពីណាទេពរជ័យនឹងរមែងបានប្រកបម្យ៉ាងវិញទៀតណាញាតិញោមពុទ្ធបរិស័ទនៅក្នុងពុទ្ធសាសនាលោកសម្ដែងអំពីដំណើររបស់សកទេវរាជគ្នាពេលបច្ចុប្បន្នហ្នឹងគឺថារមែងប្រមាលមើលបុគ្គលដែលប្ររពចំពោះការគោរពចំពោះពួកសាមណៈអ្នកមានសិលណាតាំងចិត្តបំរើមេដាបិតាហ្នឹងគោរពតកូនរៀមច្បងហ្នឹងគឺថាតែងតែប្រមាលមើលបុគ្គលហ្នឹងហើយតែងតែប្រកាសប្រាប់ពួកណាញោមពួកទេវតាចៅអាតមមហារាជការញោម
ថ្នាក់ទីបំផុតពួកណាគឺនៅអរុគទេវតាពួកអរុគទេវតាពួកភូមិទេវតាទាំងអស់ហ្នឹងជាសេនាឲ្យសកទេវរាជថាចូលអ្នកមើលបុគ្គលណាដែលជាអ្នកចម្រើនទៅដោយការរលឹកចំពោះបុគ្គលអ្នកមានសិលបម្រើមេដាបិតាត្រកូលរៀមច្បងថែរក្សាបុគ្គលនឹងឲ្យថិតថេរឡើងមែនទេញោមស្ដាប់បានទេចឹងបានចាស់ចាស់ពីដើមគាត់សិក្សារៀនសូត្រចាស់ក្នុងពុទ្ធសាសនាគាត់ថាឲ្យតែធ្វើល្អទៅទីណាមានទេវតាឲ្យពរឲ្យជ័យឃើញប្រសង់គោរពឃើញចាស់ទុំគោរពដើរកាត់ចាស់ទុំឲ្យទាបព្រោះខ្លាចបាបណាដើរកាត់ចាស់ទុំដោះមួកចឹងអាទាំងអស់ហ្នឹងវាបានមកពីណាថាបានមកពីការអប់រំនឹងឯងបានពីការទូលមានតគ្នារបស់ចាស់ទុំអ្នកប្រាជ្ញបណ្ឌិតពីជំនាន់មុនដើម្បីឲ្យក្មេងៗហ្នឹងដឹងថាដែលការគោរពចំពោះបុគ្គលទាំងអស់ហ្នឹងវាមានពរជ័យវាមានមង្គលនៅក្នុងហ្នឹងវាបានសេចក្តីសុខពីប្រយោជន៍ទាំងអស់ហ្នឹងទាំងបានក្មេងៗទាំងអស់ប្រឹងប្រែងគោរពចាស់ទុំណាញោមមិនហ៊ានប្រមាថខាតទៀនចំពោះបុគ្គលចម្រើនដោយវ័យទេបានក្មេងៗបច្ចុប្បន្នយ៉ាងណាដែរញោមជួនកាលពោលពាក្យទោសថ្មេះដៀលនិយាយមិនព្រោះចំពោះមនុស្សចាស់ពេលខ្លះទៅគឺថាប្រមាថមើលងាយចំពោះមនុស្សចាស់ហ្នឹងហើយដល់ពេលទីបំផុតទៅទីណាក៏អន្តរាយណានៅក្នុងផ្ទះបន្ទុះជាមួយនឹងឪពុកម្ដាយទៅទីណាគឺថាអន្តរាយទាំងញាតិទាំងមិត្តភ័ក្តិគ្មានញាតិមិត្តភ័ក្តិនេះក្នុងពេលបច្ចុប្បន្នវេទនាប៉ុណ្ណឹងផងបើមិនភ្ញាក់រលឹកណាញាតិញោមបរលោកខាងនេះទៅកើតនៅក្នុងតកូលអីញោមនេះអាត្មាមិនហ៊ានពោលដាក់ទំនាយទេកាលលោកទេសនាដាក់ទំនាយវាជាកម្មរបស់សត្វលោកសួរថាកម្មទៀងទេហ្នឹងហើយថាទៀងក៏បានមិនទៀងក៏បានតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកម្មពិតជាឲ្យផលពីព្រោះយើងសិក្សាថាទៀងក៏បានមិនទៀងក៏បានព្រោះថាពេលខ្លះបុគ្គលធ្វើល្អទីបំផុតអាចកុសលជួយបុគ្គលខ្លះធ្វើអាក្រក់ធ្វើកុសលតែពេលខ្លះចុងក្រោយមានបាបបន្តិចតួចអូសទាញទៅក៏ថាបានអញ្ចឹងពេលខ្លះវាឲ្យហេតុផ្សេងគ្នាអញ្ចឹងបានថាពេលខ្លះឲ្យផលក៏បានមិនឲ្យផលក៏បានក៏ប៉ុន្តែព្រះអង្គសម្ដែងថារឿងថាកម្មនឹងមិនឲ្យផលមិនមានទេញោមហ្នឹងហើយរឿងថាកម្មណាមួយឲ្យមិនឲ្យផលមិនមានទេចង់និយាយថាល្អក្តីអាក្រក់ក្តីវាត្រូវតែឲ្យផលក៏ប៉ុន្តែការប្រព្រឹត្តរបស់មនុស្សវាមានពេលភ្ញាក់រលឹកដោយញាតិញោមថាពីមុនធ្វើបាបពេលនេះស្ដាប់ធម៌យល់ញាតិញោមភ្ញាក់រលឹកញាតិញោមធ្វើបុណ្យអាចិត្តបុណ្យរបស់ញាតិញោមជួយញាតិញោមអញ្ចឹងព្រះអង្គប្រៀបធៀបដូចជាដំរីដែលនៅក្នុងភពហើយប្រឹងស្ទុះឲ្យចេញក្រៅភពមកមានន័យថាចេញពីភក់រួចហើយឬក៏ប្រៀបធៀបថាដូចជាប្រច័ណ្ឌដែលត្រូវពពកបាំងនៅពេលដែលពពកនឹងបែកខ្ញែកគ្នាអស់មានពន្លឺភ្លឺស្រស់ស្អាតយ៉ាងណាដូចជាប្រច័ណ្ឌឆ្ងាយចាក់ពពកក៏ដូចជានោះដែរអញ្ចឹងមានន័យថាពីមុនញាតិញោមធ្លាប់គិតអាក្រក់ធ្វើអាក្រក់គិតមិនត្រូវត្រេះរិះមិនត្រូវព្រោះខ្វះឧបនិស្ស័យក្នុងការស្ដាប់ព្រោះខ្វះការយកចិត្តទុកដាក់ឬក៏ថាញាតិញោមមិនបានត្រេះរិះពិចារណានៅហេតុទាំងអស់ហ្នឹងដោយមិនបានដឹងដល់ព្រោះមិនបានដឹងហ្នឹងចេះតែធ្វើបាបដោយមិនដឹងខ្លួនពេលនេះដឹងហើយក៏ភ្ញាក់រលឹកក៏ប្រុងប្រយ័ត្នទៅអញ្ចឹងព្រះអង្គពោលថាបុគ្គលទាំងអស់ហ្នឹងកុំគិតរឿងអកុសលពីមុនអ្នកគិតបច្ចុប្បន្ននេះអញ្ចឹងអាពីមុនធ្វើបាបហើយប៉ុន្តែបច្ចុប្បន្នធ្វើល្អអញ្ចឹងពេលខ្លះសត្វលោកនឹងអាចត្រាច់រង្គត់ទៅក្នុងសុគតិភូមិញោមមែនទេញោមហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាបុគ្គលណាក៏ដោយក្នុងពុទ្ធសាសនាយើងអត់ឲ្យមើលងាយគ្នាទេពីមុនគាត់ធ្លាប់ធ្វើអាក្រក់យ៉ាងម៉េចក៏ដោយតែនៅពេលដែលគាត់ធ្វើល្អទៅហើយត្រូវពោលសរសើរអំពីបច្ចុប្បន្ននេះថាគាត់បានភ្ញាក់រលឹកហើយណាគាត់បានប្រឹងប្រែងធ្វើនៅកុសលហើយអញ្ចឹងរឿងអតីតនរណាក៏មានដែរអញ្ចឹងយើងកុំយករឿងបាបពីមុនហ្នឹងមកដដាលដែលពាក្យលោកគ្រូគូសុភាពលោកថាអាគេនោះចាក់មកកបិតទេណាតែឯងនេះយកឲ្យចាក់ទៀតឲ្យចាក់ទៀតអារឿងបាបគេវាតែមកកបិតទេញោមតែបាបគេហ្នឹងញោមយកមកចាក់រាល់ថ្ងៃចាក់ថាអីត្រេះរិះ
គិតតែពីរឿងទោសវិបត្តិរបស់គេផ្លេចគិតអញ្ចឹងគឺថាលោកចង់អប់រំថាកុំទៅត្រេះរិះរឿងបាបរបស់គេហ្នឹងគឺជាអាត្មាចង់ពោលអំពីតម្លៃនៃពុទ្ធសាសនាតម្លៃពុទ្ធសាសនានិយាយឲ្យត្រង់ទៅតម្លៃពុទ្ធសាសនាគឺមានតួអង្គព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូណាញោមជាព្រះបរមគ្រូបំណងរបស់ព្រះអង្គគឺព្រះអង្គតាំងពុទ្ធសាសនាហ្នឹងគឺចង់ដឹកនាំសត្វលោកទៅរកត្រើយគឺព្រះនិព្វានប៉ុន្តែមិនមែនថាគ្រប់សត្វលោកទាំងអស់ដែលនៅក្នុងពុទ្ធសាសនាត្រូវបានព្រះនិព្វានក្នុងជាតិហ្នឹងទេញោមប្រុសឡែងយកសភៅពុទ្ធសាសនាមកអានញោមប្រុសភ្លេចឈ្មោះគាត់នេះរៀងក្បាលឆក់មានសត្វខ្លះត្រូវបានមាគផលបានព្រះនិព្វានក្នុងពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធមានហេតុញោមមានហេតុសំមកពីមុនប៉ុន្តែពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងអាចជួយសត្វលោកពេលបច្ចុប្បន្នដែលមានការសិក្សារៀនសូត្រកំពុងពុននឹងជាឧបនិស្ស័យដើម្បីទៅរកមាគផលនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធអង្គក្រោយញោមហ្នឹងហើយញោមខ្លះមានទុតិដ្ឋិនិយមឬក៏មានចិត្តអាក្រក់ថាប្រពុតស្លាប់ទៅហើយឬក៏សគុតទៅហើយនឹងនិព្វានអីទេហ្នឹងហើយអញ្ចឹងសត្វលោកខ្លះត្រូវសម្រេចបានប្រយោជន៍ក្នុងសាសនារបស់ព្រះអង្គប៉ុន្តែសត្វលោកខ្លះត្រូវអាស្រ័យជាមួយសាសនាព្រះអង្គសិនជាឧទាហរណ៍ញាតិញោមសូម្បីតែប្រពុតជាម្ចាស់នៃយើងញាតិញោមប្រុសអាននៅប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធមុននឹងបានត្រាស់ដឹងជាប្រពុតហ្នឹងក៏ត្រូវអាស្រ័យនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធ24អង្គដែរមែនទេញោមហ្នឹងហើយត្រូវអាស្រ័យជួបជាមួយនឹងសាសនាប្រពុតអង្គមុនហ្នឹងឲ្យបានច្រើនដែរហើយសុទ្ធតែមានកម្លាំងនៃមាគផលឲ្យស្រេចទេញោមកើតមកគឺថាមនុស្សពូកែហ្នឹងហើយប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកមិនបានទាញថានេះជាសាវកប៉ុន្តែជាបុគ្គលសន្សំនៅកម្លាំងមួយទៅរកការប្រាថ្នានៅក្នុងពុទ្ធភូមិបុគ្គលនេះនឹងបានត្រាស់ដឹងជាព្រះពុទ្ធអង្គក្រោយយ៉ាងណាមិញដូចជាព្រះសម្មាសម្ពុទ្ធនៃយើងក្នុងពេលបច្ចុប្បន្ននេះព្រះអង្គព្យាករណ៍ថាម៉េចណាចំពោះសាមណេរមួយអង្គថាទៅថ្ងៃអនាគតនឹងខ្លាចនឹងបានត្រាស់ដឹងជាព្រះអរិយមេត្រីតោះនេះញោមហ្នឹងហើយអញ្ចឹងញាតិញោមត្រូវប្រឹងប្រែងសំគឺថាសាសនានេះនឹងដឹកនាំញាតិញោមនឹងទៅកាន់សុគតិភូមិជួយញាតិញោមសាច់ញាតិទាំងអស់គ្នាទៅដល់ត្រើយណារួចផុតចាកទុក្ខទាំងអស់គ្នានេះជាតម្លៃនៃពុទ្ធសាសនាប្រការមួយទៀតព្រះពុទ្ធសាសនាថេរវាទអានេះអាត្មាចង់និយាយពីតម្លៃនៃពុទ្ធសាសនាដែរតែតម្លៃពុទ្ធសាសនានៅក្នុងទីនេះជាប្រភេទនៃសាសនាថេរវាទញាតិញោមកាន់ពុទ្ធសាសនាតាំងពីក្មេងរហូតដល់ពេលបច្ចុប្បន្នដឹងថាយើងជាប្រភេទពុទ្ធសាសនាអីទេញោមឥឡូវអាត្មានិយាយពីខាងដើមមានពាក្យត្រឹមតែព្រះពុទ្ធសាសនាទេប៉ុន្តែឥឡូវនេះមានពាក្យខាងចុងថាព្រះពុទ្ធសាសនាថេរវាទមានន័យថាម៉េចព្រះពុទ្ធសាសនាថេរវាទគឺជាប្រភេទសាសនាដែលទទួលឥទ្ធិពលពីជនជាតិដទៃព្រះពុទ្ធជនជាតិអីញោមប៉ែតនេះសើចព្រះសម្មាសម្ពុទ្ធនៃយើងជាជនជាតិខ្មែរជនជាតិថៃញោមឥណ្ឌាហ្នឹងហើយជាជនជាតិឥណ្ឌាប៉ុន្តែតម្លៃរបស់ព្រះអង្គគឺជាតម្លៃមួយគួរឲ្យគោរពញាតិញោមអញ្ចឹងយើងត្រូវរក្សាថាតម្លៃនៃពុទ្ធសាសនាថេរវាទវាត្រូវមានទំនាក់ទំនងគ្នាជាមួយនឹងអីញោមជាមួយនឹងជីវិតប្រចាំថ្ងៃការរស់នៅរបស់ប្រជាជនរបស់យើងដោយគេហៅថាព្រះពុទ្ធសាសនាថេរវាទបែបខ្មែរវត្តខ្មែរខុសពីវត្តវៀតណាមមែនទេញោមទៅមើលពុទ្ធសាសនាថេរវាទនៅវៀតណាមគេធ្វើដូចខ្មែរអត់ព្រះវិហារគេធ្វើតបូលស្រួយដូចខ្មែរបើគេធ្វើតបូលដូចចិនអញ្ចឹងញោមអាត្មាទៅចូលវត្តគេហ្នឹងណាពុទ្ធសាសនាថេរវាទបែបតៃប៉ៃអីចឹងបែបហុងកុងអីពុទ្ធសាសនាថេរវាទបែបឥណ្ឌូនេស៊ីអីចឹងចឹងកាលណាដែលយើងនិយាយអំពីព្រះពុទ្ធសាសនាថេរវាទគឺព្រះពុទ្ធសាសនាត្រូវផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រពៃណីវប្បធម៌សោភ័ណភាពការរៀបចំហ្នឹងបែបត្រង់ទ្រាយនៃប្រជាជនរបស់ជនជាតិនោះចឹងបានយើងឃើញបែបពុទ្ធសាសនាកម្ពុជាយើង
có mình đôi pi Phật sát na bỏ đợt tây đấy cứ trong ẩm pí lẽ cân nặng nhưng mà Phật sát na Khmer nâng Phật sát na chân mới nhóm xong chân mày đã nhóm khơi nhà nên có prong hay xong chấn chôn cá miên à cam nó hay ai phải tranh các anh con bà nhóm là ngày chẳng thay chẳng thà nộp pe đại dương sạp cho mùi nâng cà ruột nấy vì chiên mà đó đầm lầy mùi tiết cứ đầm lầy nấy và bày nấy rồi bỏ chân chiết luôn ảnh đại chỉ nợ tổ tu vô Phật sát na năng chẳng hay ban được nợ nia pe pa chợ bàn ấy cứ thà pe kháประสงค์ได้โลกจีเนะได้โยลำปีประพุทธศาสนาโลกนี่ยัยตรำแต่บนบ้าแต่มาอย่างไม่ได้โยมการนั้นได้ยัยนี่ปีบนบ้านี่ยัยปีลมอ้อในบ่าการนั้นได้ยังนี่ยัยลมอ้อในบ้ายังนี่ยัยđó là ba dầm mục năng aiโยมba dầm mục chẳng ba giờ mốc miền tiền ấy xa xây là bay ca rom rê ấy nó cứ sắp tay chia bài một có bàn tay để tham gia trong này vậy ta hai ấy ban và Phật giáo na dướng về trâu miền rương mùi sạp chọp nâng bờ bay này là bỏ dướng cứ bon trôi chân nám nhôm bon trôi chân nám dướng trâu bằng cá lẹ cái nạm muối ao miền bờ bay này không vọt ai bờ bay này không vọt nó về ai chào kêu bầm pong bàn đi này ngày về class và sang lộc trên net đây vô làm pi đầm lại Phật sát na lộc tha vót trời phơi pan nàyแต่มาดองดักหันnày ngày bài Phật sát naแต่มาดองmình trời miền à bài giờ mục ba bát thôi vót mà bài tiệt nú về class ọt khval tầng ọ nhổm này ngày ọt khval tầng ọ cô ta đã ấy cả bạn đây nè thật ra không vót cả ban lên nhà bao không vót cả ban lên bia không vót cả ban lên kla không vót cả ban xây cả ban là nắng về hà ta từ tiền prom ban nay vót môi chùm nôn tiền có xoay do làm pi đầm lấy này Phật sát na phóng đầm lấy này vót bát thọ bao dương nè Phật bay này là bao dương dương từ ở miền ca để xa đôi chị ấy salapa đô đàn trai đôi chia plen pan piệt nó không vòn chay yam nhóm chay yam nè opako plen khmer chị đuông bờ lưng tạ sa gia này ca sliệp pẹ rồi bếp này ca sliệp pẹ rồi bếp này ca sầm pẹ chị đại rồi bám đôi chia rồi bám là bay bờ pay này khmer không bị thị bon trôi cho nam ấy chị đại chẳng tới trâu để xa nó tạ sinh nhà nó vị trí đầm lái này ca ruộng nấu rồi bỏ dớn ao thắt nấu cho mùi khỉ là ngày chẳng hay chỉ tu nà ti rồi bỏ dớn đai nhũng chỉ tu nà ti rồi bỏ dớn đai thà dớn trâu đăng làm pi đầm lái này Phật sát na ao chỗ bá còn dớn trâu có làm pi đầm lái này chôn chiết luôn ảnh là ngày chôn chiết dớn trâu tại sờ lanh bật bay này vào bật thò rồi bỏ dớn xa mà kia kia đó đầm lại rồi bây nay vào bát thọ bò dê nước oi ban là oi xà đấy ở ca đại dương miền nào vào bát thọ lơ pi rồi bây nay dương trâu pi cha là nam pi lẽ cả nãy con sầm bát bò chân chiết dương phẳng đài là người hay ca na đại dương scroll pi đầm lấy nhiệt nhom đăng thà dương non mà nâu trâm tạ sành nhan thế chia rúp bà ròm rồi có ta chia sầu phòn nay chôn chiết dương tại phần nọ năng ai tại rừng sen bên năng ưu tiên họ thà vì chỉ bị bạt ngôn ngô nó nhiệt nhôm vì chỉ bị bạt ngôn ngô đôi chỉ nhiệt nhôm khla còn mình ai chỉ là xa sal ban thì mà sông tông mình ai là xa sal sông bay để không ngày bon tòa hói có con mình ai khót khen chặt chị ba bảo con bán của con phát bị tè tới giờ văng đò vọt á năng về chỉ bị bạt ngôn ngô còn năng ngày cứ ta pe đại dương cứ ta ai đã xa ban dương đã xa ban đầm bấy cầm oi cát ba và đại dương đã xa nơi cả lại nó để chia đầm lấy nơi bờ pe nơi vào bờ thò ní tham chẳng pol làm pi ở vậy để chia đầm lấy nơi Phật sát na năng chia ở vậy để chia đầm lấy nơi
ប្រពៃណីជនជាតិយើងហើយក៏ឲ្យញាតិញោមយល់ថាយើងកាន់ពុទ្ធសាសនាថេរវាទហ្នឹងឯងចឹងជាសរុបមកញាតិញោមធម្មទេសនារបស់ខ្ញុំគណៈអាត្មាភាពគឺបានបញ្ជាក់នៅក្នុងពិធីបុណ្យរបស់ញាតិញោមគឺពិធីបុណ្យចម្រើនបច្ចុប្បន្នមីយុនិងបច្ច័យ4អាត្មាភាពបានបញ្យល់ញាតិញោមរួចរាល់ហើយនៅក្នុងធម្មទេសជាប់តាក់ទងនៅក្នុងតម្លៃនៃពុទ្ធសាសនានិងតម្លៃនៃវប្បធម៌ក៏ញាតិញោមយល់ដែរអាត្មាធ្វើនៅការសរុបរួមនៅសេចក្តីនៃពធហ្នឹងគឺថាចំណែកនៃសេចក្តីសុខរបស់ញាតិញោមគឺការឡើងអំពីការឯកភាពព្រមព្រៀងគ្នានៅក្នុងត្រកូលចឹងហើយញាតិញោមត្រូវបន្តនៅការរួបរวมសាមគ្គីគ្នាក្នុងមួយឆ្នាំយើងត្រូវមានពេលវេលាធ្វើបុណ្យជុំគ្នាម្ដង2ដងអីចឹងទៅបានច្រើនដងប៉ុណ្ណានឹងគឺជាប្រយោជន៍នៃសេចក្តីសុខដតីពីនឹងគឺថាញាតិញោមធ្វើបុណ្យរៀងៗខ្លួនបានអាត្មាឃើញទម្លាប់ជនជាតិខ្មែរយើងល្អញោមអាត្មាទៅស្រីលង្កាទៅឥណ្ឌាបើស្រីលង្កាគេធ្វើបុណ្យគេអត់មានមីក្រូអត់ហៅញាតិទេញោមខុសពីពុទ្ធសាសនាខ្មែរយើងពុទ្ធសាសនាខ្មែរយើងធ្វើបុណ្យហៅគ្នាញោមនឹងដល់យើងយល់ថាកាលណាដែលយើងហៅគ្នាយើងសម្បូរដោយញាតិអញ្ចឹងយើងមានតម្លៃមួយថាយ៉ាងហោចយើងធ្វើបុណ្យហៅគ្នាញោមនឹងហៅគ្នាដើម្បីមកធ្វើបុណ្យតែការហៅគ្នាអាត្មាសុំឲ្យបងប្អូនប្រុសស្រីមួយកុំខឹងគ្នារឿងហៅគ្នាមកបុណ្យណាអាត្មាទេសនាច្រើនអាត្មានិយាយរឿងហៅបុណ្យនិងហៅការផ្សេងគ្នាញោមខ្លះឆ្លោះគ្នាដោយសាររឿងហៅបុណ្យរឿងបុណ្យនិងរឿងការផ្សេងគ្នាឥឡូវថាញោមខឹងរឿងការកូនខឹងគ្នាចោះព្រោះយើងហៅគ្នាមកសងដៃតែបុណ្យបើគេមិនបានមកខឹងគេទេញោមមើលញោមចាស់បុណ្យខឹងគេអត់កុំខឹងណាញោមបាបចឹងរឿងបុណ្យនឹងហៅគេមកបុណ្យនឹងហៅរឿងគេមកការផ្សេងគ្នាញោមហ្នឹងហើយស្ដាប់បានគឺថាកុំខឹងគេមកក្តីមិនមកក្តីធ្វើម៉េចយើងហៅដោយសទ្ធាគេក៏មកដោយសទ្ធាដែរមែនទេញោមណាកុំថាបើមិនមកដឹងតែរឿងហ្នឹងបើមិនមកដឹងតែរឿងហ្នឹងតឹងដល់មកគុំញោមដល់សាច់ញាតិមកខាងនោះមិនមានអ្នកស្លាប់កាលបនអញវាមកអញទៅបាត់ធေါ်បាត់ហើយញោមស្ការសង្គ្រោះគ្នាហ្នឹងហើយសាច់ញាតិស្លាប់ទាំងមូលហើយដោយសាររឿងហៅកាលអញបននេះចម្រើនបច្ចុប្បន្នចែក4មិនមកគុំគួនតែរឿងការកូនអានឹងវាជាលក្ខណៈមួយត្រូវតែមកគេថាសងដៃគ្នាណាញោមហ្នឹងហើយមានបញ្ជីស្នាមដើម្បីសងដៃគ្នាយឹតយងនៅកម្មវិធីមង្គលនឹងឲ្យបានពេញមុខពេញមាត់តែរឿងយើងធ្វើបុណ្យកុំអីញោមកុំឆ្លោះគ្នារឿងហ្នឹងហើយធ្វើម៉េចគឺថាយើងធ្វើបុណ្យជួនកាលមានបរិយរវល់គាត់ត្រូវមានបញ្ហាអីផ្សេងគឺថាមកក្តីបើសិនជាគេធ្វើបុណ្យក៏យើងទៅយើងមកបានប៉ុណ្ណាគឺថាជារឿងដោយសទ្ធារៀងខ្លួនចឹងជាសរុបមកសូមឲ្យញាតិញោមបន្តនៅការជួបជុំនេះជាប្រចាំឆ្នាំបន្តទៅទៀតដើម្បីជាការសន្សំពូជបុណ្យរួមគ្នាហ្នឹងហើយគឺថាយើងធ្វើបុណ្យជាតិនេះជុំគ្នាហើយក្រោយមកទៀតកើតមកជួបគ្នាទៀតជួបជាមួយនឹងតកូលល្អសាច់ញាតិល្អហ្នឹងហើយយើងប្រាថ្នានៅសេចក្តីល្អចឹងបុណ្យអាត្មាភាពដែលបានប្រម៉ែប្រមូលពីធម្មទាននិងអមិសទាននេះសូមប្រម៉ែប្រមូលឧទ្ទិសកុសលផលបុណ្យចំពោះញាតិរបស់ញាតិញោមពុទ្ធបរិស័ទនៅក្នុងធម្មទាននៅក្នុងទីនេះក៏សូមអនុមោទនាធម្មទានរបស់ខ្ញុំគណៈអាត្មាភាពសម្ដែងនៅក្នុងគ្រានេះក៏សន្មតថាចប់ប៉ុណ្ណេះឯងអេវ៉ា